ជំរាបសួរនិងសួស្តីអ្នកនរគ្នាពួកយើងមកពីក្រុមដាច់កោហើយនេះដែរពួកយើងទាំង3នាក់នឹងធ្វើ challenge មួយធ្វើសកម្មភាពអ្វីមួយដែលយើងមិនធ្លាប់ធ្វើពីមុនមកហើយយើងដាក់ឈ្មោះ challenge ហ្នឹងថាធ្វើអ្វីដែលមិនធ្លាប់ធ្វើយោហើយយើងមានសកម្មភាព3យ៉ាងនោះគឺទី1គឺងើបហាត់ប្រាណពីព្រឹកព្រលឹមគឺហាត់ពីម៉ោង 5 កន្លះហើយទី2គឺញ៉ាំអាហារឲ្យទៀងពេលហើយទី3គឺយើងរៀនជុំគ្នាឲ្យបាន1 ម៉ោង so ឥឡូវម៉ោងថ្ងៃហើយអញ្ចឹងពួកខ្ញុំនឹងប្រតិបត្តិវាសាយអញ្ចឹង let's go let's go let's go ថង hello ថង hello ចាប់ដើមដែរណាឥឡូវនេះគឺម៉ោង 5:30 នាទីហើយយើងចាប់ដើមចេញដំណើរទៅហើយខ្ញុំមិនតោះអូលេធឿនណាស់ឥឡូវចេះធ្វើដំណើរពីនឹងដល់មានអត់ទេធ្វើអត់ដែរធ្វើហើយក្រៅឡើងយើងមកជិនកម្ពុជាអីទៅមកមក4នាទី Bombastic side eye. Sao mày ghé? Trong chụp khoai. Siêu khoai đi. Yeah. Yeah. Ăn cho tay. Cái anh xe à? Xe bị khom đấy mà. Ba chôm đấy. Di chuyển mình từ sập. Từ đây của bạn không lớn, đây của bạn không là ngồi trên ngôi thì mình từ không lớn. One million zillion jillion dillion cotillion times later. ឥឡូវនេះ1 ម៉ោងបាត់កន្លងផុតទឹកហើយឥឡូវនេះចង់សួរពីអារម្មណ៍របស់ពួកអូនមានអ្វីដែរ អញ្ចឹងអ្វីដែលខ្ញុំទទួលបានអំពី experience ថ្មីនេះគឺទី1ការបង្កើតទម្លាប់ល្អមួយប៉ុន្តែយើងត្រូវនិយាយថាបន្ស៊ាំទម្លាប់ល្អនឹងមុនសិនមុននិយាយថាមុននឹងវាកើតជាទម្លាប់ល្អសម្រាប់យើងណាទី2ការញ៉ាំបាយទៀងពេលព្រោះអីវាតកតងទៅនឹងសុខភាពបើសុខភាពយើងអត់រឹងមាំអាហ្នឹងក៏ធ្វើឲ្យយើងបាក់កម្លាំងដែរទី3គឺយើងចាប់ផ្ដើម focus ដោយសារអីអាហ្នឹងក៏ជាចំណុចដ៏ល្អមួយសម្រាប់យើងដើម្បីផ្ដាច់ចេញពីសង្គម social media ដែរប៉ុណ្ណឹង បើសម្រាប់ខ្ញុំវិញខ្ញុំគិតថាវារៀងពិបាកក៏ប៉ុន្តែខ្ញុំគិតថាវាជាលើកដំបូងវាពិបាកចឹងហើយខ្ញុំគិតថាវាជា good experience ដែរសម្រាប់ខ្ញុំដោយសារតែពេលច្រើនខ្ញុំកំឡោធ្វើរឿងចឹងដើម្បីអ្នកណាហើយមួយទៀតហ្នឹងគឺរឿងញ៉ាំបាយទៀងពេលហ្នឹងខ្ញុំគិតថាវាជារឿងមួយដែលពួកខ្ញុំគួរធ្វើជាប្រចាំមិនតតឆានលេងខ្ញុំគិតថាអញ្ចឹងដោយសារតែបើសិនជាយើងអត់ប្រឹងញ៉ាំបាយទេវាអាចនឹងប៉ះពាល់វាអាចធ្វើឲ្យយើងបង្កើតបានជាបញ្ហាកាពីហើយអញ្ចឹងណាគឺលើចុងក្រោយហ្នឹងគឺរៀនឲ្យបាន1 ម៉ោងកន្លែងហ្នឹងគឺវាសំខាន់អ្នកនរគ្នាបើសិនជាអ្នកនរគ្នាអត់អាច start ពី1 ម៉ោងបានអ្នកនរគ្នាអាច start ពី5 នាទីទៅ15 នាទីបានអាហ្នឹងគឺជាការចាប់ផ្ដើមនៃការរៀន focus ចឹងអានឹងវាជាការរីកចម្រើនរបស់ខ្ញុំហើយក៏ជា experience របស់ខ្ញុំដែលខ្ញុំចង់រីកចម្រើនទៅដល់គ្នាដែរចឹងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមនិយាយខ្ញុំចង់និយាយថាការធ្វើបែបហ្នឹងវាក៏ជួយបង្កើនភាពស្ដាររវាងបងប្អូនយើងដែរចឹងណាវាអាចជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយគ្នាជាច្រើនជាងមុនណាហើយវាបង្កើត memory ល្អៗយើងទៅពួកយើងត្រូវនៅមួយគ្នាបានច្រើនទៅតន់យើងនៅសល់ពេលមើលអីហើយនិយាយទៅគាត់មើលតាជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះរហូតដល់ចប់ហើយក៏សូមជូនពរដល់បងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អនិងមានសំណាងល្អទាំងអស់គ្នាអរគុណច្រើនបាយបាយ